កាលពី1000ឆ្នាំមុនពួកសត្វនាគរស់នៅលើដែកកោះនៃមហាសមុទ្រហើយពួកបាបារៀនរស់នៅតាមសំពៅដែលរសាត់តាមមហាសមុទ្រផងដែរពួកគេរស់នៅម្ខាងម្នាក់នៃផែនដីពុំដែលបានជួបគ្នាឡើយថ្ងៃមួយសំពៅពួកបាបារៀនទៅដល់ដែនកោះដែលពួកសត្វនាគរស់នៅដោយមិនបានត្រៀមខ្លួនទុកមុនសំពៅបាបារៀក៏បានបាញ់ប្រហារសម្ដៅទៅលើពួកសត្វនាគដែលហោះហើរពីលើសំពៅពួកគេនាគមួយក្បាលត្រូវពួកបាបារៀនបាញ់ទម្លាក់និងមានរបួសយ៉ាងខ្លាំងភ្លាមនោះសត្វនាគផ្សេងទៀតក៏បានមកជួយនិងធ្វើការប្រហារទប់វិញយ៉ាងចាស់ដៃធ្វើឲ្យពួកបាបារៀនភ័យស្លន់ស្លោពួកគេបានស្រែករកជំនួយពីសំពៅផ្សេងទៀតពួកបាបារៀនវាយប្រហារពួកសត្វនាគធ្វើឲ្យកំហឹងស្ដេចនាគខឹងយ៉ាងខ្លាំងនិងបានប្រមូលសត្វនាគទាំងអស់ដើម្បីកំទេចសំពៅពួកបាបារៀនវិញពួកសត្វនាគហោះសម្ដៅទៅលើសំពៅបាបារៀននិងប្រើភ្លើងដើម្បីដុតកំទេចសំពៅពួកបាបារៀនដែលកំពុងរសាត់តាមមហាសមុទ្រសំពៅចាប់ផ្ដើមរងការវាយប្រហារហើយសំពៅរបស់មេបញ្ជាការបាបារៀនរងការខូចខាតដោយការវាយប្រហាររបស់ពួកសត្វនាគទីហ៊ាននៅលើសំពៅភ័យស្លន់ស្លោតែមេបញ្ជាការពួកគេប្រាប់ឲ្យខំប្រឹងជួសជុលសំពៅនិងធ្វើការបាញ់ប្រហារវាយបកវិញដោយគ្មានជំរើសនិងភាពភ័យខ្លាចផងនោះពួកបាបារៀនក៏បាញ់កាំភ្លើងធំយ៉ាងច្រើនសម្ដៅទៅលើពួកសត្វនាគវិញឆាកប្រយុទ្ធស៊ុយសាច់ហុតឈាមគ្នាបានកើតឡើងពីពេញផ្ទៃមហាសមុទ្រសំពៅបាបារៀនបានលេចនិងមួយចំនួនត្រូវភ្លើងឆេះហើយទីហ៊ានបាបារៀនខ្លះលោតទឹកដើម្បីគេចពីភ្លើងក្នុងចំណោមសត្វនាគទាំងអស់ក៏មានសត្វនាគមានចិត្តល្អផងដែរគឺជាកូនរបស់ស្ដេចនាគជាអនាគតនៃអ្នកគ្រប់គ្រងអាណាចក្រនាគបានជួយសង្គ្រោះបាបារៀនពីការវាយប្រហារសត្វនាគតូចបានជួយសង្គ្រោះបាបារៀនហើយនាំគេទៅលើដីកោះនិងបានឲ្យត្រីទៅបាបារៀនដើម្បីបរិភោគពួកគេនាំគ្នាលេងជាមួយគ្នាយ៉ាងសប្បាយរីករាយតាមពិតបុរសម្នាក់ដែលសត្វនាគជួយសង្គ្រោះនោះគឺជាបុត្រារបស់ស្ដេចបាបារៀនដោយសារសំពៅរបស់គាត់ត្រូវបានសត្វនាគដុតភ្លើងកំទេចគាត់ក៏លោកចូលក្នុងសមុទ្រតែសំណាងល្អត្រូវបានកូននាគជួយសង្គ្រោះសង្គ្រាមប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងមើលទៅផ្សែងពេញផ្ទៃមេឃនិងភ្លើងឆេះពេញផ្ទៃសមុទ្រប៉ុន្តែស្ដេចបាបារៀនខិតខំស្វែងរកបុត្រារបស់ខ្លួនយ៉ាងអន្ទះសារសម្រែកសត្វនាគនិងបាបារៀនលើពេញផ្ទៃសមុទ្រហើយទីបំផុតកូននាគបានហើយនាំយកបុត្រាទៅជួបនឹងស្ដេចបាបារៀនវិញព្រមទាំងបង្ហាញឲ្យបាបារៀនទាំងអស់ដឹងថាគឺកូននាគជាអ្នកជួយគាត់ឲ្យផុតពីស្លាប់ក្នុងសមុទ្រសំឡេងហៅយ៉ាងទ្រហឹងពោពេញដោយសេចក្តីសប្បាយរីករាយសង្គ្រាមពួកសត្វនាគនិងបាបារៀនក៏ត្រូវបញ្ចប់ចុងបញ្ចប់ពួកគេបានរស់នៅដោយយកសាងភូមិនិងរូបសំណាកជាមួយគ្នាយ៉ាងមានក្តីសុខសូមអរគុណបងប្អូនដែលបានមើលវីដេអូពីដើមដល់ចប់